មានគេនិយាយថានៅចុងវាលស្រែឆ្ងាយពីភូមិមួយមានខ្ទមមួយដែលគ្មាននរណាហ៊ានទៅរស់នៅទីនោះយូរទេអ្នកដែលបានចូលទៅក្នុងខ្ទមនោះនៅយប់ទី1មិនហ៊ានទៅខ្ទមនោះម្ដងទៀតជាលើកទី2ឡើយប៉ុន្តែនៅពេលនោះមានបរិសម្នាក់ដែលមិនជឿទៅលើរឿងខ្មោចនោះទេគាត់បានសម្រេចចិត្តទៅរស់នៅទីនោះតែម្នាក់ឯងបរិសនោះមានឈ្មោះថាវិសាលគាត់មានអាយុប្រហែលជា30ឆ្នាំប៉ុន្តែដោយសារតែមានបញ្ហាជីវិតជាច្រើនជាមួយនឹងភាពតានតឹងការងារក៏បានបាត់បង់និងអារម្មណ៍ឯកាថ្ងៃមួយគាត់ក៏បានសម្រេចចិត្តចេញពីទីក្រុងមករស់នៅជនបទដើម្បីបន្ធូរអារម្មណ៍របស់គាត់នៅក្នុងចុងភូមិមានខ្ទមចាស់មួយនៅកណ្ដាលវាលស្រែអ្នកភូមិនៅទីនោះបានប្រាប់គាត់ថាកុំទៅទីនោះឲ្យសោះនៅពេលយប់ប៉ុន្តែវិសាលគ្រាន់តែញញឹមហើយមិនបានគិតអំពីរឿងនោះឡើយដោយសារតែគាត់មិនជឿទៅលើរឿងអបិយជំនឿនោះទេនៅពេលដែលគាត់ទៅដល់ខ្ទមវាលស្រែនោះខ្ទមនោះមើលទៅហាក់ចាស់ខ្លាំងដំបូលស្លឹកត្នោតមានសភាពខូចខាតខ្លាំងពេលខ្យល់បក់មកម្ដងបានធ្វើឲ្យមានសំឡេងក្រហឹមជុំវិញខ្ទមនោះមានវាលស្រែធំឆ្ងាយពីភូមិនិងគ្មានពន្លឺអគ្គិសនីនោះទេនៅថ្ងៃដំបូងគាត់បានបោសសម្អាតខ្ទមបើកបង្អួចហើយនឹងរៀបចំកន្លែងគេងគាត់គិតថានៅទីនោះស្ងប់ល្អអាចជួយឲ្យគាត់សម្រាកចិត្តបានប៉ុន្តែនៅពេលដែលថ្ងៃលិចអ្វីក៏ចាប់ផ្ដើមផ្លាស់ប្ដូរជប់ទី1ស្រាប់តែមានខ្យល់ត្រជាក់សត្វកង្កែបក៏បានស្រែកយំជុំវិញវាលស្រែហើយនៅពេលនោះវិសាលកំពុងតែដេកនៅលើកន្ទេលស្លឹកត្នោតប្រហែលជាម៉ោង11យប់គាត់ក៏ចាប់ផ្ដើមឮសំឡេងអ្វីមួយវាដូចជាសំឡេងមនុស្សដើរនៅលើដីសើមនៅខាងក្រៅខ្ទមនៅពេលនោះវិសាលក៏បានឈប់ផ្ទៀងស្ដាប់សំឡេងនោះម្ដងទៀតប៉ុន្តែវាស្រាប់តែស្ងាត់បាត់ទៅវិញនៅពេលនោះគាត់គិតថាប្រហែលជាសំឡេងរបស់សត្វដើរប៉ុន្តែ5នាទីក្រោយមកសំឡេងនោះក៏បានត្រឡប់មកវិញម្ដងទៀតហើយកាន់តែខិតជិតជាងមុនវិសាលក៏បានងើបឡើងដើរទៅមើលតាមបង្អួចមួយដែលគាត់បានបិទរួចទៅហើយនោះកំពុងតែបិទបើកដល់ខ្យល់ប៉ុន្តែនៅពេលនោះគឺគ្មានខ្យល់ខ្លាំងនោះទេវិសាលក៏ចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលពេលគាត់ដើរត្រឡប់មកកន្លែងគេងវិញគាត់ក៏បានឮសំឡេងស្រាលដូចជាមានមនុស្សម្នាក់ខ្សឹបពីក្រៅខ្នងគាត់ថាឯងមកទីនេះហើយឬគាត់ក៏បានងាកក្រោយភ្លាមប៉ុន្តែគ្មានឃើញនរណាម្នាក់ឡើយស្អែកឡើងវិសាលក៏បានទៅក្នុងភូមិដើម្បីទិញម្ហូបគាត់បានសួរអ្នកភូមិវ័យចំណាស់ម្នាក់អំពីខ្ទមមួយនោះអ្នកភូមិស្ងៀមមួយផ្លែតហើយមុខរបស់អ្នកភូមិនោះក៏បានប្រែទៅជាស្លេកគាត់បាននិយាយថាខ្ទមនោះកាលមុនមានគ្រួសារមួយរស់នៅប៉ុន្តែជប់មួយគ្រួសារនោះក៏បានបាត់ទាំងអស់គ្មានសាកសពមានតែស្នាមឈាមនៅក្នុងដីតែប៉ុណ្ណោះវិសាលឮហើយក៏បានសើចតិចប៉ុន្តែនៅក្នុងចិត្តរបស់គាត់ចាប់ផ្ដើមមានអារម្មណ៍ថាខ្ទមនោះមិនធម្មតានោះទេជប់ទី2ក៏បានមកដល់ថ្ងៃនេះមេឃងងឹតខ្លាំងជាងថ្ងៃម្សិលមិញទៅទៀតវិសាលអង្គុយតែម្នាក់ឯងនៅក្នុងខ្ទមរហូតដល់ម៉ោង12យប់សំឡេងដើរនោះក៏បានមកវិញវាហាក់ដូចជាសំឡេងមនុស្សដើរជុំវិញខ្ទមប៉ុន្តែលើកនេះសំឡេងនោះមិនបានឈប់នោះទេវាបានបន្តហើយបន្តទៀតហើយក៏បានខិតមកជិតខ្ទមវិសាលបានចាប់ពិលនៅក្នុងដៃយ៉ាងតឹងហើយបានតម្រង់ទៅទ្វារនៅពេលដែលគាត់មើលទៅកាន់ទ្វារកំពុងតែញ័រហាក់ដូចជាមាននរណាម្នាក់កំពុងតែឈរនៅខាងក្រៅកំពុងតែរង់ចាំចូលមកទ្វារខ្ទមនោះកំពុងតែញ័រឬសូរសំឡេងដូចជាមាននរណាម្នាក់កំពុងតែនៅខាងក្រៅហើយកំពុងតែគោះទ្វារស្រាលវិសាលក៏បានឈរនៅកណ្ដាលខ្ទមដៃរបស់គាត់ក៏បានកាន់ពិលទាំងសភាពញ័រក្នុងចិត្តរបស់គាត់គិតថាប្រហែលជាមានសត្វឬខ្យល់ប៉ះទ្វារតែប៉ុណ្ណោះប៉ុន្តែអារម្មណ៍មួយទៀតក៏បានប្រាប់គាត់ថាវាមិនមែននោះទេសំឡេងគោះទ្វារនោះបានបន្តប្រហែលជា1នាទីហើយភ្លាមនោះទ្វារក៏បានបើកយឺតដោយខ្លួនឯងខ្យល់ត្រជាក់មួយក៏បានបក់ចូលក្នុងខ្ទមពន្លឺពិលរបស់វិសាលក៏ចាប់ផ្ដើមលោតផ្លែតដូចជាមានសញ្ញាអ្វីមួយមករំខានគាត់ក៏បានដើរទៅមុខយឺតមើលចេញទៅខាងក្រៅប៉ុន្តែរកមិនឃើញអ្នកណាតតែសោះមានតែវាលស្រែធំនិងស្មៅរលកក្រោមពន្លឺព្រះច័ន្ទប៉ុន្តែនៅពេលដែលគាត់កំពុងតែបិទទ្វារគាត់ក៏បានឮសំឡេងខ្សឹបនៅខាងក្រៅខ្នងឯងបើកទ្វារឲ្យយើងចូលហើយវិសាលក៏បានងាកក្រោយភ្លាមគាត់ក៏បានបញ្ចាំងពិលទៅគ្រប់ជ្រុងនៅខ្ទមនៅទីនោះគាត់ឃើញស្រមោលមនុស្សម្នាក់ឈរនៅជ្រុងងងឹតដែលមានរាងពោះបន្តិចស្លៀកពាក់សំពត់ពណ៌សមុខមើលមិនសូវច្បាស់ដូចជាមានផ្សែងបាំងប៉ុន្តែអ្វីដែលធ្វើឲ្យគាត់តក់ស្លុតបំផុតនោះគឺស្រមោលនោះមិនបានឈរនៅលើដីនោះទេវាហាក់ដូចជាអណ្ដែតបន្តិចវិសាលមានការភ័យខ្លាចយ៉ាងខ្លាំង
ហើយគាត់ក៏បានរត់ទៅបិទទ្វារភ្លាមៗហើយក៏បានចាក់កន្លឹះពីខាងក្នុងបេះដូងរបស់គាត់នៅពេលនោះដើរយ៉ាងលឿនក្នុងចិត្តរបស់គាត់គិតថាវាមិនមែនជាការយល់ច្រឡំនោះទេក៏សម្រេចចិត្តអង្គុយមួយកន្លែងហើយមិនបានមើលទៅខាងក្រៅទៀតឡើយប៉ុន្តែនៅលើជញ្ជាំងខ្ទមមានស្នាមដូចជាម្រាមដៃមនុស្សចាប់កំពុងតែលូតឡើងយឺតៗពីខាងក្រោមទៅខាងលើពេញមួយយប់នោះវិសាមិនបានដេកតតែសោះលុះដល់ព្រឹកឡើងមុខរបស់គាត់ក៏មានសភាពស្លេកស្លាំងហើយនឹងភ្នែកក្រហមគាត់បានត្រឡប់ទៅភូមិម្ដងទៀតហើយបានទៅរកអ្នកភូមិវ័យចំណាស់នោះដដែលលើកនេះគាត់បាននិយាយដោយសំឡេងញ័រថាតើខ្ទមនោះមានអ្វីមែនទេអ្នកភូមិវ័យចំណាស់នោះនៅស្ងៀមរៀងយូរបន្តិចហើយក៏បាននិយាយថាខ្ទមនោះសាងសង់នៅលើដីដែលគេធ្លាប់បញ្ចុះសាកសពគាត់ក៏ឈប់មួយផ្លែតហើយក៏បន្ថែមទៀតថាមិនមែនសាកសពធម្មតានោះទេគឺជាគ្រួសារមួយដែលបានបាត់ខ្លួនទាំងយប់នៅពេលនោះវិសាមានអារម្មណ៍ព្រឺឆ្អឹងខ្នងយ៉ាងខ្លាំងយប់ទី3ក៏បានមកដល់វិសាសម្រាប់ចិត្តថាមិនគេងនោះទេគាត់អង្គុយនៅកណ្ដាលខ្ទមកាន់ពិលនិងកំបិតតូចមួយរហូតដល់ម៉ោង 11:30 នាទីយប់ខ្យល់នៅខាងក្រៅខ្ទមឈប់ស្ងាត់ទាំងស្រុងគ្មានសូម្បីតែសំឡេងសត្វកង្កែបស្ងៀមរហូតដល់គួរឲ្យភ័យខ្លាចហើយភ្លាមនោះពិលរបស់វិសាក៏បានរលត់ភាពងងឹតក៏បានគ្របដណ្ដប់ទាំងអស់នៅក្នុងភាពងងឹតនោះមានសំឡេងមនុស្សជាច្រើនបានខ្សឹបខ្សៀវជុំវិញខ្ទមវានៅទីនេះហើយកុំឲ្យវាចេញវាជារបស់យើងហើយទ្វារខ្ទមក៏ចាប់ផ្ដើមបើកយឺតបើទោះបីជាគាត់បានចាក់កន្លឹះហើយក៏ដោយវិសាឈរនៅកណ្ដាលភាពងងឹតមិនដឹងថាត្រូវរត់ទៅណានោះទេហើយនៅពេលនោះក៏មានដៃស្អិតត្រជាក់ចាប់ជើងគាត់ពីខាងក្រោមគាត់បានស្រែកឡើងយ៉ាងខ្លាំងប៉ុន្តែសំឡេងរបស់គាត់ត្រូវបានលេបចូលទៅក្នុងខ្យល់ហើយសំឡេងចុងក្រោយដែលគាត់បានឮគឺឯងមិនគួរមកទីនេះទេហើយនៅពេលដែលពន្លឺត្រឡប់មកវិញវិសាបានបាត់ខ្លួនទៅហើយពេលព្រឹកឡើងពន្លឺថ្ងៃចាប់ផ្ដើមរះលើវាលស្រែយ៉ាងស្ងប់ស្ងាត់ខ្ទមនៅចុងវាលស្រែមើលទៅដូចធម្មតាប៉ុន្តែមានអ្វីមួយបានផ្លាស់ប្ដូរគឺវិសាលបានបាត់ខ្លួនគ្មានស្នាមរត់ចេញមានទ្វារខូចគ្មានសម្លេងអ្វីទេហាក់ដូចជាគាត់មិនធ្លាប់មានវត្តមាននៅទីនោះតាំងពីដំបូងអ្នកភូមិចាស់នៅទីនោះចាប់ផ្ដើមមកមើលខ្ទមម្ដងទៀតម្នាក់នៅក្នុងចំណោមពួកគេបាននិយាយតិចៗថាវាកាត់ឡើងវិញហើយគ្រប់គ្នាដែលមកទីនេះតែម្នាក់ឯងចុងក្រោយម្នាក់នោះក៏ត្រូវបានបាត់ខ្លួនអ្នកខ្លះមិនហ៊ានចូលទៅជិតខ្ទមនោះឡើយប៉ុន្តែមានមនុស្សម្នាក់ដែលជាគ្រូនៅក្នុងភូមិមានការចង់ដឹងចង់ឮការពិតនាងក៏បានសម្រេចចិត្តទៅក្នុងខ្ទមនោះនៅថ្ងៃបន្ទាប់ពេលនាងចូលទៅក្នុងខ្ទមអ្វីមើលទៅធម្មតាខ្លាំងពេកកន្ទេលនៅតែដដែលតុឈើចាស់និងពិលដែលអស់ថ្មប៉ុន្តែនាងបានឃើញអ្វីមួយចម្លែកនៅលើជញ្ជាំងមានស្នាមដូចជាអក្សរចាស់សរសេរដោយក្រចកហើយអក្សរនោះបានសរសេរថាកុំទុកឲ្យគេនៅតែម្នាក់ឯងនាងឈប់ស្ងៀមបេះដូងក៏ចាប់ផ្ដើមលោតលឿននៅពេលដែលនាងបើកកន្ទេលនាងបានឃើញដីខាងក្រោមដូចជាអ្វីមួយធ្លាប់ត្រូវបានបញ្ចុះនៅទីនោះនៅជប់នោះអ្នកភូមិចាស់ម្នាក់សម្រេចចិត្តប្រាប់ការពិតទាំងស្រុងគាត់បាននិយាយថាខ្ទមនោះមិនមែនជាខ្ទមធម្មតានោះទេកាលពី20ឆ្នាំមុនមានគ្រួសារមួយរស់នៅទីនោះដែលមានប្តីប្រពន្ធហើយនិងកូនម្នាក់ពួកគេរស់នៅឯកោនៅក្នុងកណ្ដាលវាលស្រែថ្ងៃមួយក៏មានភ្លៀងធំនិងខ្យល់បក់ខ្លាំងនៅជប់នោះគេឮសំឡេងស្រែកពីខ្ទមប៉ុន្តែនៅពេលដែលអ្នកភូមិទៅដល់នៅព្រឹកបន្ទាប់គ្រួសារទាំងមូលបានបាត់ខ្លួនទាំងអស់គ្មានសាកសពគ្មានការចាក់ចែងគឺនៅសេសសល់តែខ្ទមតែប៉ុណ្ណោះប៉ុន្មានឆ្នាំបន្ទាប់ឲ្យតែមានអ្នកដែលមកស្នាក់នៅទីនោះតែម្នាក់ឯងក៏បានបាត់ខ្លួនដូចគ្នាប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមុនពេលបាត់ខ្លួនពួកគេតែងតែប្រាប់រឿងដូចគ្នាថាមានសម្លេងខ្សឹបមានស្រមោលមនុស្សនៅក្នុងខ្ទមមានអារម្មណ៍ថាត្រូវបានគេមើលគ្រប់ពេលវេលាហើយចុងក្រោយពួកគេតែងតែហៅអ្វីមួយឲ្យត្រឡប់មកវិញអ្នកគ្រូដែលបានចូលទៅក្នុងខ្ទមនោះក៏មិនអាចត្រឡប់មកវិញដែរប៉ុន្តែពេលអ្នកភូមិទៅមើលម្ដងទៀតពួកគេឮសំឡេងក្មេងតូចសើចនៅក្នុងខ្ទមសំឡេងសើចតិចដូចជាមាននរណាម្នាក់កំពុងតែលេងនៅក្នុងភាពងងឹតប៉ុន្មានថ្ងៃក្រោយមកក៏មានអ្នកដំណើរម្នាក់ឆ្លងកាត់ភូមិគាត់បានសួរអំពីខ្ទមនោះហើយអ្នកភូមិបានប្រាប់គាត់ថាកុំឲ្យទៅប៉ុន្តែគាត់បានញញឹមហើយនិយាយថាខ្ញុំមិនជឿរឿងខ្មោចនោះទេខ្ញុំនឹងទៅទីនោះតែមួយយប់ទេគាត់បានដើរទៅខ្ទមហើយក៏បានបាត់ខ្លួនដូចគ្នាប៉ុន្តែលើកនេះមានកំណត់ត្រាតូចមួយទុកនៅជិតខ្ទមនៅលើក្រដាសនោះសរសេរថា
វាមិនមែនខ្មោចទេវាគឺជាអ្វីមួយដែលមិនអាចឲ្យយើងចាក់ចេញពីទីនេះបានខ្ទមនៅចុងស្រែនៅតែនៅទីនោះដដែលដូចជាកំពុងរងចាំអ្នកបន្ទាប់ហើយអ្នកភូមិនិយាយថាពេលជប់ស្ងាត់ខ្លាំងអ្នកអាចឮសំឡេងមនុស្សខ្សឹបមកទីនេះមកជាមួយពួកយើងមកហើយនេះគឺជារឿងអាត់កំបាំងមួយដែលបានកើតឡើងនៅខ្ទមនៅឯចុងវាលស្រែតើអ្នកទាំងអស់គ្នាយល់ឃើញមិនដែរចំពោះសាច់រឿងមួយនេះសូមជួយបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមឲ្យខ្ញុំបានទាំងផងហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយបាទសូមអរគុណ